សៀវភៅតម្រង់ទៅព្រះដ៏ឧត្តមដែលនិពន្ធដោយលោកគ្រូ Ophel Chamber មានចំណងជើងថាកាលព្រះជាម្ចាស់ត្រាស់ហៅព្រះគម្ពីរអេសាយចំពោះ6 ខ 8 រួចខ្ញុំឮសូរសៀងរបស់ព្រះអង្គម្ចាស់មានបន្ទូលមកថាតើអញនឹងចាត់អ្នកណាឲ្យទៅតើអ្នកណានឹងទៅឲ្យអញនោះខ្ញុំទូលឆ្លើយថាទូបង្គំនៅឯនេះហើយសូមចាត់ទូបង្គំចោះក្នុងករណីនេះព្រះជាម្ចាស់មិនបានត្រាស់ហៅលោកអេសាយជាពិសេសទេម្យ៉ាងវិញទៀតលោកបានឮព្រះអង្គថ្លែងព្រះបន្ទូលមកលោកតែលោកគ្មានចេតនាត្រង់ត្រាប់ស្ដាប់ឡើយការត្រាស់ហៅរបស់ព្រះជាម្ចាស់មិនមែនសម្រាប់មនុស្សពិសេសមួយចំនួនប៉ុណ្ណោះទេតែសម្រាប់បងប្អូនទាំងអស់គ្នាវិញទោះបីជាខ្ញុំឮឬមិនឮពីរាជរបស់ព្រះជាម្ចាស់ក៏ដោយវាអាស្រ័យលើត្រចៀករបស់ខ្ញុំហើយអ្វីដែលខ្ញុំឮគឺអាស្រ័យលើអារម្មណ៍របស់ខ្ញុំផងដែរត្បិតបានហៅមនុស្សជាច្រើនតែរើសបានតិចទេព្រះគម្ពីរម៉ាថាយចំពោះ22 ខ 14មនុស្សមួយចំនួនតិចនេះចង់បញ្ជាក់ថាគឺជាមនុស្សដែលបានទទួលការជ្រើសរើសហើយអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសគឺជាអ្នកដែលបានចូលទៅក្នុងបំណងទាក់ទងជាមួយនឹងព្រះជាម្ចាស់តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទដោយសាររបៀបនោះគេបានទទួលការអធ្យាស្រ័យនិងទំនាក់ទំនងជាថ្មីឡើងវិញមានន័យថាព្រះអង្គនឹងបើកព្រះការទ្រង់ដើម្បីស្ដាប់សេចក្តីទូលអង្វររបស់ពួកគេហើយទ្រង់ក៏ឮសេចក្តីអធិដ្ឋានរបស់ពួកគេផងដែរការនេះគឺជាហេតុដែលបណ្ដាលឲ្យអ្នកទាំងនោះតែងតែស្ដាប់ឮព្រះសូរសៀងដ៏ទន់ភ្លន់ដែលចេះតែសួរថាតើអ្នកណានឹងចេញទៅឲ្យយើងសូមកុំគិតថាព្រះជាម្ចាស់ចង្អុលនរណាម្នាក់ហើយបញ្ជាគេថាចូលឲ្យឯងទៅចោះព្រះជាម្ចាស់មិនបានជំរុញចិត្តលោកអេសាយទេតែផ្ទុយទៅវិញលោកបានកិលប្រវត្តិមានទ្រង់ហើយនឹងស្ដាប់ឮទ្រង់ថ្លែងព្រះបន្ទូលពីការត្រាស់ហៅហេតុនេះហើយទើបលោកយល់ថាមិនមានអ្វីផ្សេងទៀតនិយាយក្រៅពីការធ្វើការឆ្លើយតបយ៉ាងអស់ពីចិត្តនិងសេរីភាពពោពេញពិតប្រាកដថាទូបង្គំនៅឯនេះហើយសូមចាត់ទូបង្គំឲ្យទៅចោះសូមឲ្យបងប្អូនបោះបង់ចោលគំនិតមួយដែលថាបងប្អូនដេករងចាំព្រះជាម្ចាស់យាងមកជំរុញចិត្តឬមកអង្វររកបងប្អូនឲ្យទៅការព្រះម្ចាស់នៃយើងបានត្រាស់ហៅពួកសាវកទ្រង់មិនបានធ្វើការបង្ខិតបង្ខំឬដាក់សម្ពាធដល់ពួកគេមិនអាចត្រឹមត្រូវបានទេផ្ទុយទៅវិញព្រះសូរសៀងយ៉ាងស្រទន់ដែលពោពេញទៅដោយអំណាចបានមកដល់មនុស្សដែលទ្រង់សពព្រះハរតីហើយខណៈនោះពួកគេក៏ដឹងខ្លួនហើយត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីឆ្លើយតបប្រសិនបើបងប្អូនព្រមឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំនោះអស់លោកអ្នកបងប្អូនពិតជានឹងស្ដាប់ឮព្រះសូរសៀងថ្លែងព្រះបន្ទូលស្រដៀងនឹងអ្វីដែលលោកអេសាយបានឮដែរគឺព្រះសូរសៀងដ៏ទន់ភ្លន់របស់ព្រះជាម្ចាស់ហើយប្រកបដោយសេរីភាពយ៉ាងពេញលេញនោះបងប្អូនមុខតែនឹងឆ្លើយតបថាទូបង្គំនៅឯនេះសូមចាត់ទូបង្គំឲ្យទៅចោះជាមិនខានឡើយ